Hello guys សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកនិយាយជាមួយនឹងព័ត៌មានថ្ងៃនេះខ្ញុំឃើញអ៊ីម្នាក់ដែលគាត់ទៅយំជាមួយសារព័ត៌មានពាក់ព័ន្ធជាមួយនឹងម្ដាយខាងស្រីចោទប្រកាន់កូនប្រុសគាត់ថារំលោភគេហើយចាប់កូនគាត់ទៅចាកន្លែងនេះខ្ញុំគិតថាវាជារឿងអយុត្តិធម៌ខ្ញុំមិនមែនកាន់ជើងខាងប្រុសទេក៏ប៉ុន្តែពេលខ្លះគឺគេហៅថាគ្រប់យ៉ាងតែគាត់គិតថាគេហៅថាគាត់ស្រឡាញ់កូនគាត់តែគាត់ទៅបំផ្លាញជីវិតកូនអ្នកដទៃ Yes ហើយអានេះខ្ញុំនិយាយតាមវីដេអូហ្នឹងហើយគាត់ចោទប្រកាន់គេថារំលោភតែទាំងនៅវីដេអូគឺកូននឹងផ្លោះមករកកូនប្រុសអញ្ចឹងអាចចោទថាកូននឹងមករំលោភខាងប្រុសបានអត់អានេះចានិយាយលេងឯងគឺខ្ញុំគិតថាការស្រឡាញ់ក្មេង2នាក់អញ្ចឹងមិនថាម្ដាយខាងស្រីម្ដាយខាងប្រុសទេបើសិនជាយើងអាចចរចាពាក់ព័ន្ធថាឥឡូវជីវភាពគាត់ប៉ុណ្ណេះយើងអាចចរចាជាក់ស្ដែងថាយើងអាចនឹងសែនឬក៏យើងអាចនឹងការបានអត់តែបើសិនជាកូននឹងឬក៏ខាងប្រុសជ្រុលជ្រុះគ្នាហើយពួកគាត់សេណូឬគាត់អត់ទទួលខុសត្រូវអូខេអានឹងទៅដល់ការព្រឹកផ្ដាល់ឬការចោទប្រកាន់ផ្សេងអានេះខ្ញុំយល់ស្របក៏ប៉ុន្តែបើថាគ្រាន់តែស្រឡាញ់គ្នាជ្រុលជ្រុះគ្នាឬក៏មិនទាន់ជ្រុលជ្រុះគ្នាអានឹងខ្ញុំអត់ដឹងទេក៏ប៉ុន្តែបើសិនជាអាចនិយាយបានហើយខាងប្រុសគេទទួលខុសត្រូវឬក៏ខាងម៉ែគេក៏អត់មានសេណូអីផ្សេងអានឹងយើងអាចចរចាគ្នាបានគឺចរចាទៅព្រោះអីយើងស្រឡាញ់កូនយើងគេស្រឡាញ់កូនគេហើយក្មេងទាំងពីរនាក់គឺគាត់បានស្រឡាញ់គ្នាឯងគាត់មិនមែនជាការចាប់បខំទៀតទេហ្នឹងហើយហើយខ្ញុំយល់ថាពេលខ្លះអារម្មណ៍ម៉ែគាត់ថាកូននេះវាមិនស័ក្តិសមនឹងកូនអញទេកូនអញវារឹងតពេលលេអីចឹងទៅដែលវាទៅរកតាកូននឹងរហូតអីចឹងទៅខ្ញុំចង់និយាយថាពាក្យថាកូនគឺយើងអាចបានបដៅតែសបកក្រៅទេតែចិត្តគំនិតពេលខ្លះយើងអត់អាចគ្រប់គ្រងបានទេតែបើសិនជាកម្រិតមួយដែលយើងគិតថាវាមិនដល់ថ្នាក់ស្លាប់រស់អូខេយើងអាចបធូរបថយម្នាក់មួយជំហានទៅដើម្បីគេថាក្តីសុខរបស់កូននិងអនាគតរបស់កូនរៀងខ្លួនហើយបើសិនពួកអីបើសម្រាប់ខ្ញុំ mindset ខ្ញុំបើសិនជាខាងប្រុសឬក៏ខាងស្រីគាត់ជាមនុស្សម្នាក់ដែលគេហៅថាជក់ថ្នាំដើរប៉ោលីអាវ៉ាសែឬក៏ឆក់ប្លន់អាហ្នឹងគឺ 10000% គឺខ្ញុំសេណូខ្ញុំគ្រប់ត្រូលតែបើសិនជាគ្រាន់ថាគាត់ជាគេហៅថាបុគ្គលិកស៊ីប្រាក់ខែដូចជារោងចក្រឬការងារផ្សេងក៏ដោយគាត់ជាមនុស្សម្នាក់ដែលគេហៅថាជាមនុស្សទូទៅដែលគាត់ខំរកឬក៏គាត់មានការងារដែរគ្រាន់តែប្រាក់ខែគាត់តិចយើងអាចពិចារណាទៅឬក៏យើងគ្រាន់តែថាអូខេយើងចង់បំបែកយើងអត់ចង់បានមនុស្សហ្នឹងឯងដោយសារយើងគិតថាអូជីវភាពវាមិនសមនឹងអញចេះអញចុះអូខេយើងដកកូនយើងទៅផ្ទះវិញទៅយើងអាចនឹងមានការទូមានបណ្ដៅទាំងពីរអ្នកនៅមុខហ្នឹងប្រាប់ថាអូចាប់ពីថ្ងៃហ្នឹងទៅហាមកជួបគ្នាបើសិនជាជួបគ្នាយើងនឹងមានវិធានការចំពោះគាត់ទាំងពីរយើងនឹងយកកូនស្រីទៅចេះកូនប្រុសចេះយើងគ្រាន់តែជាការគម្រាមឬក៏ជាការណែនាំមួយដែលវាកុំដល់ថ្នាក់ចាប់គ្នាដាក់គុកពេលខ្លះទៅគេហៅថាស្រឡាញ់កូនខ្លួនឯងតែបំផ្លាញជីវិតកូនអ្នកដទៃYes នឹងឯងអញ្ចឹងកន្លែងហ្នឹងគឺវាងាយទេយើងដាក់ថយម្នាក់មួយជំហានព្រោះអីគាត់ស្រឡាញ់គ្នាហើយយើងអាចសែនឬក៏រៀបរងការតាមសមត្ថភាពជាក់ស្ដែងទៅហើយបើសិនជាយើងគិតថាអូកូនហ្នឹងវាស្មាតទោសនិយាយអក្រក់ស្ដាប់ថាកូនហ្នឹងវាគ្មានកំណើតទេវាចិញ្ចឹមកូនអញមិនរស់ទេតែកូនយើងនៅតែស្រឡាញ់បដោយមកឆាយទៅព្រោះអីបើសិនជាកូននឹងមានសមត្ថភាពក្នុងការ take care ស្រឡាញ់គ្នាមែនគឺគាត់នឹងរស់នៅទោះគាត់មិនមានលុយកាក់តែគេហៅថាក្តីសុខនៃផ្លូវជីវិតរបស់គាត់គឺល្អទៅតែបើសិនជាគាត់អត់កើតមែនកូនស្រីនឹងគឺគាត់នឹងត្រឡប់មកវិញឯងវារឿងពិតអញ្ចឹងមិនថារឿងខ្លះការដែលយើងទាញតឹងពេកក្មេងៗដែលគាត់ធ្វើអត្តឃាតខ្លួនឯងច្រើនជាមួយនឹងរឿងអញ្ចឹងគឺច្រើនណាស់គាត់ទទួលសម្ពាធពីគ្រួសារដែលគិតថាម៉ែឪត្រូវតែជាអ្នកសម្រេច 100% លើជីវិតរបស់កូនហើយកូនគឺអត់មានសិទ្ធិធ្វើអីទាំងអស់អូយតឹងទ្រូងណាស់ការរស់នៅក្នុងគ្រួសារមួយដែលគេហៅថាអត់មានសេរីភាពឲ្យសូម្បីគេហៅថាគ្រាន់តែកើតមកប្រើទៅជីវិតខ្លួនឯងប្រើមិនបានណាតែពេលខ្លះវាប្រើជីវិតខុសអានឹងព្រានបដៅអានឹងគឺត្រូវតែរឿងខ្លះយើងគិតថាបើសិនជាគាត់ជ្រុលជ្រួគាត់ស្រឡាញ់នេះហើយយើងអាចថយម្នាក់មួយជំហានបានក៏ថយទៅបើថាមិនអូខេទេយើងគ្រាន់តែ
ដោយថាធ្វើកិច្ចសន្យាឬក៏និយាយគ្នាទល់មុខយើងថាអូកូនត្រូវចេះត្រូវចុះកុំជួបគ្នាចេះមួយចុះពីរដោយសារចេះមួយចុះពីរយើងនិយាយឲ្យជាក់លាក់ទៅតែបើសម្រាប់ខ្ញុំបើសិនជាកូននឹងគ្រាន់តែជាបុគ្គលិកធ្វើការដែលគាត់មានការងារត្រឹមត្រូវឬក៏គាត់មិនដល់ថ្នាក់ដើរប៉ោឡែឆក់ប្លន់ឬក៏ជក់ថ្នាំជក់អីបើយើងគិតថាអាចនឹងថយមួយជំហានបានក៏ឲ្យគាត់រស់នៅជាមួយគ្នាទៅព្រោះអីបទពិសោធន៍ជីវិតគឺវាកើតចេញពីជីវិតផ្ទាល់អញ្ចឹងកូនយើងអាចដាក់កន្លោះដឹករហូតដល់គាត់អាយុ70 60បានទេត្រឹមតែអាយុ10ជាង20សម័យនេះគឺគាត់មាន mindset ខ្លួនឯងហើយតែគ្រាន់តែ mindset ខ្លះវាដើរផ្លូវខុស mindset ខ្លះវាដើរផ្លូវត្រូវអញ្ចឹងយើងគ្រាន់តែមានទូនាទីម៉ែគាត់គ្រាន់តែមានទូនាទីក្នុងការណែនាំតាមសមាជីវៈហើយខ្ញុំនិយាយទៅមីនេះនិយាយមកដូចអត់ខួរ yes វាជារឿងពិតឃើញឯអ្នកខ្លះដើរជក់ថ្នាំសួរតម៉ែបដៅចង់ងាប់ណប់ប្រហោះម៉ូតូជក់ថ្នាំហើយអ្នកខ្លះវិញកើតមកក្នុងជីវភាពមួយដែលម៉ែគឺមិនបាច់និយាយហ្មងគឺម៉ែអត់កើតជាការហ្មងតែកូនវិញដឹងខុសដឹងត្រូវដឹង10ដឹង20 yes ជីវិតមនុស្សយើងគឺអញ្ចឹងពេលដែលយើងកាត់ចំគ្រួសារខុសវាធ្វើឲ្យមនុស្សយើងគេហៅថារៀនរស់ដោយខ្លួនឯងតែពេលណាដែលយើងកាត់ចំគ្រួសារដែលត្រូវមានម៉ែដែលផ្គត់ផ្គង់អ្នកខ្លះអត់ចេះចាប់ឱកាសមួយនឹងទាំងដែលអ្នកខ្លះទៀតគាត់ចង់បានឱកាសមួយនឹងអញ្ចឹងមិនថាការទូមានបដៅបើយើងអាចធ្វើបានក៏ធ្វើទៅធ្វើមិនបានក៏យើងរកវិធីផ្សេងទៀតនឹងឯងហើយបើសិនជាដោះលែងកូននឹងបានក៏ល្អពួកអីវាអាចយុត្តិធម៌សម្រាប់គ្នាពេកគ្រាន់តែជាការស្រឡាញ់ក្មេង2នាក់ដែលគាត់យល់ស្របគ្នាតែចុងក្រោយបាយជាបំផ្លាញជីវិតក្មេងម្នាក់ទៀតវារៀង sad okay bye love you